មូលហេតុនៃការបាក់ស្រុតដីនៅក្នុងទីក្រុងបាងកកអភិបាលក្រុងបាងកកបានចេញមកអះអាងប្រាប់សារព័ត៌មានថាគឺដោយសារទីតាំងកើតហេតុនៅជិតការដ្ឋានសាងសង់ផ្លូវរថភ្លើងក្រោមដីហើយផ្លូវរថភ្លើងក្រោមដីមានការខូចខាតដែលមានប្រឡោះធ្វើឲ្យដីជ្រាបចូលទៅក្នុងរូងផ្លូវរថភ្លើងក្រោមដីដែលកន្លែងដែលខូចខាតហ្នឹងគឺជាកន្លែងមុខដំណតគ្នារវាងរូងផ្លូវរថភ្លើងក្រោមដីទៅនឹងស្ថានីយ៍រថភ្លើងក្រោមដីដែលមានប្រឡោះធ្វើឲ្យដីហូរចូលហើយមូលហេតុមួយទៀតគឺប្រព័ន្ធទយោទឹកស្អាតទំហំមុខកាត់1ម៉ែត្រកន្លះហ្នឹងមានការបែកធ្លុះធ្លាយដែលធ្វើឲ្យដីនៅតំបន់នោះសើមដោយទឹកជ្រាបចេញពីទយោទឹកហើយដីនឹងបានហូរចុះច្រោះចូលទៅក្នុងរុនរូងផ្លូវរថភ្លើងក្រោមដីដែលធ្វើឲ្យមានការស្រុតដីជាបន្តបន្ទាប់រហូតមកដល់ថ្ងៃទី24ខែកញ្ញាហ្នឹងគឺមានការបាក់ស្រុតជាគំហុកបាទអញ្ចឹងយើងឃើញថាដោយសារតែរូងផ្លូវរថភ្លើងក្រោមដីមានបញ្ហាធ្លុះធ្វើឲ្យដីច្រោះចូលហើយមានការស្រុតដីបានធ្វើឲ្យវាមានការបាក់ស្រុតនៅចិត្តពេទ្យវជ្រៈនៅក្នុងទីក្រុងបាងកកហ្នឹងបាទអញ្ចឹងការដ្ឋានសាងសង់ផ្លូវរថភ្លើងនេះគឺកំពុងតែសាងសង់ប៉ុន្តែមិនទាន់បានបញ្ចប់ការសាងសង់នោះទេបាទអញ្ចឹងហើយឥឡូវហ្នឹងគឺគេកំពុងតែស៊ើបអង្កេតស្រាវជ្រាវថាតើមានការសាងសង់ខុសបច្ចេកទេសឬមួយក៏មានការសំណោកសោកប៉ាន់អ្វីក៏មិនដឹងដែរបាទអញ្ចឹងគេកំពុងតែស៊ើបអង្កេតជាបន្តទៀតបាទ